សួស្តីទាំងអស់គ្នាហើយស្វាគមន៍មកកាន់ការចែករំលែកចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកហើយនៅក្នុងថ្ងៃនេះដែរយើងមានយើងដល់មេរៀនទី5តកតងនឹងការវ៉ាជែងហើយខ្ញុំនឹងនិយាយអំពីការវ៉ាជែងគ្រោះថ្នាក់ចរាចរណ៍ដែលតកតងនឹងការវ៉ាជែងហើយថាតើការវ៉ាជែងមានហានិភ័យអ្វីខ្លះទៅដល់ខ្លួនយើងនិងមនុស្សនៅជុំវិញខ្លួនចូលដល់ចំណុចបន្ទាប់តើអ្នកណាអាចប្រាប់ខ្ញុំពីការវ៉ាជែងបានដែរឬទេហើយនៅក្នុងចំណុចនេះយើងនឹងពន្យល់តាមចំណុចនីមួយៗក៏មានជាសំណួរទៅកាន់អ្នកទាំងអស់គ្នាផងដែរសំណួរថាតើអ្នកណាដឹងពីផ្លូវកោងដែលមើលមិនឃើញហើយអ្វីបានជាយើងមិនត្រូវបើកវ៉ាជែងលើផ្លូវកោងដែលយើងមើលមិនឃើញសំណួរបន្ទាប់ហេតុអ្វីបានជាអ្នកគួរតែធ្វើការវ៉ាជែងនៅពេលដែលមានសុវត្ថិភាពការបើកវ៉ាជែងដោយមិនមានសុវត្ថិភាពជាហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតលើសពី 15% លើដងផ្លូវនៃប្រទេសកម្ពុជាហើយការបើកវ៉ាជែងនៅលើផ្លូវកោងដែលមិនអាចមើលឃើញក៏អាចបង្កហានិភ័យកាន់តែខ្ពស់ចំពោះការបុកចំពីមុខផងដែរការវ៉ាជែងដោយមិនមានសុវត្ថិភាពនៅក្នុងទីប្រជញ្ញជនធ្វើឲ្យមានការហានិភ័យដល់អ្នកថ្មើរជើងជាពិសេសនៅក្នុងតំបន់ដែលមានចរាចរណ៍មមាញឹកហើយចំណុចបន្ទាប់យើងនឹងទស្សនាវីដេអូទាំងអស់គ្នាចំណុចវីដេអូរបស់យើងចប់ហើយថាតើអ្នកណាអាចប្រាប់ខ្ញុំពីអ្វីដែលខុសប្រក្រតីនៅក្នុងវីដេអូនេះបានទេតើត្រូវបន្ទោសអ្នកណាហើយតើអ្នកគិតថានឹងមានអ្វីកើតឡើងបើសិនបើរថយន្តដែលយើងបើកបរទៅមុខកាន់តែលឿនជាងនេះអញ្ចឹងយើងក៏មានជាវីដេអូមួយបន្ថែមទៀតឲ្យអ្នកខ្ញុំមើលគំនូសជាប់ហើយលោកជឿស្វាយគ្រៀងណាស់ទេពូថាគំនូសជាប់ពូខ្ញុំត្រូវបត់ឆ្វេងក្បាច់វីដេអូយើងបានបញ្ចប់ហើយយើងក៏ដឹងដែរថាទីក្រុងភ្នំពេញគឺមានករណីវ៉ាជែងនេះច្រើនណាស់ថាតើអ្នកណាអាចប្រាប់ខ្ញុំពីអ្វីដែលខុសប្រក្រតីនៅក្នុងវីដេអូហ្នឹងហើយអ្នកណាខ្លះដែលអាចគ្រោះថ្នាក់នៅក្នុងករណីនេះចុះបើការបើកបររបស់រថយន្តប៉ះពាល់ទៅដល់ជីវិតរបស់អ្នកផ្សេងឬក៏អ្នកបើកបរផ្សេងទៀតឬក៏បត់ឆ្វេងអ្នកដែលគាត់ដើរឆ្លងផ្លូវផងដែរចូលដល់ចំណុចបន្តទៀតខ្ញុំចង់លើកយកអត្ថបទមួយពីសារព័ត៌មានខ្មែរថែមយោងតាមនាយកស្ថាននគរបាលចរាចរណ៍និងសម្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការស្ថាននគរបាលជាតិបានដឹងថាគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់បានឆក់យកជីវិតមនុស្ស10នាក់និងរបួសចំនួន31នាក់ទៀតនាថ្ងៃទី28ខែសីហាហើយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើនឡើងចំនួន11លើកក្នុងនោះមាន6លើកដែលកើតឡើងនៅពេលយប់ក្នុងចំណោមអបតហេតុទាំងនេះគឺជាការបុកគ្នាទាំងព្រឹករវាងរថយន្តដឹកកម្មកររោងចក្រនិងរថយន្តកុងតឺន័រដែលបានកើតឡើងនៅស្រុកឃុំកំពង់សិលាខេត្តព្រះសីហនុហើយសារព័ត៌មានក្នុងស្រុកបានដកស្រង់ចេញពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់សមត្ថកិច្ចដែលនិយាយថារថយន្តកុងតឺន័រដែលធ្វើដំណើរពីខេត្តព្រះសីហនុមកភ្នំពេញបានព្យាយាមចែងរថយន្តមួយគ្រឿងទៀតហើយបានបុកគ្នាយ៉ាងពេញទំហឹងគ្រោះថ្នាក់នេះបានស្លាប់ស្ត្រីអ្នករួមដំណើរម្នាក់ភ្លាមៗចំណែកអ្នកបើករថយន្តបានរងរបួសនិងបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់
ហើយមនុស្ស25នាក់បន្ថែមទៀតនៅក្នុងនោះមានស្ត្រី16នាក់បានរងរបួសជាច្រើនក្នុងចំណោមពួកគេតាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍នេះហើយសេចក្តីរាយការណ៍បន្តថាអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួននៅក្នុងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆមាសទី1ឆ្នាំ2024ព្រះរាជាណាចក្រកម្ពុជាបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួន1534លើកដែលបណ្ដាលឲ្យមនុស្សស្លាប់783នាក់និងរបួស2116នាក់ហើយបន្ថែមពីនេះឯកឧត្តមសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកសចកបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ស្របតាមផែនការដែលបានកំណត់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់នៅលើដងផ្លូវប្រចាំឆ្នាំឲ្យបាន 5% ហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកស្រមៃមើលថាតើបើជាប្រពន្ធឬប្តីរបស់អ្នកក្នុងយានជំនិះនេះតើនឹងមានអ្វីកើតឡើងពួកអីករណីនេះគឺបានកើតឡើងដោយសារតែការវ៉ាជែងហើយតើអ្នកចង់និយាយអ្វីទៅកាន់អ្នកបើកបរដែលព្យាយាមចែងនៅក្នុងល្បឿនលឿនចឹងចូលដល់ចំណុចបន្ទាប់យើងក៏មានជាសំណួរដែលត្រូវការឲ្យអ្នកទាំងអស់គ្នាមានជាដំណោះស្រាយផងដែរថាតើក្នុងរូបភាពនេះមានឡានចំនួនប៉ុន្មានតើយើងត្រូវធ្វើម៉េចដើម្បីបើកវ៉ាជែងដោយសុវត្ថិភាពបានហើយដល់ចំណុច slide បន្ទាប់គឺយើងមកដឹងពីសញ្ញាទាំង6នេះដែលមានអត្ថន័យផ្សេងៗគ្នាគឺទី1គឺហាមចែងទី2ចាប់ការហាមចែងទី3ហាមចែងចំពោះរថយន្តដឹកទំនិញធុនធំទី4ចាប់ការហាមចែងចំពោះរថយន្តដឹកទំនិញធុនធំទី5ហាមចែងចំពោះរថយន្តដឹកទំនិញធុនធំប្រហាក់ប្រហែលគ្នានិងទី6ចាប់ការហាមចែងចំពោះរថយន្តដឹកទំនិញធុនធំប្រហាក់ប្រហែលគ្នា Today, we will go through how to pass other vehicles, step by step. Generally, we recommend you avoid passing if you can, as the maneuver will put you at considerable risk of being involved in an accident. But, for those times you do need to pass another vehicle, you'll need to know how to complete the maneuver safely and what the passing rules are so you can stay safe. Let's begin by going through some general passing rules. Number 1. Make sure that the road ahead is clear before passing. Number 2. Avoid passing vulnerable vehicles such as motorcycles, especially on narrow roads. Number 3. Don't exceed the speed limit when passing. Number 4. You should pass vehicles on the left side, unless in very special circumstances. Number 5. Don't pass when your line of sight is limited or restricted by a hill, curve, or weather conditions. And number 6. Don't move back to the original lane before you can see both headlights of the vehicle you just passed in the rearview mirror. You may force the vehicle you have just passed to brake or cause a car crash. Awesome! Today, we will go through how to pass other vehicles, step by step. Generally, we recommend you avoid passing if you can, as the maneuver will put you at considerable risk of being involved in an accident. But, for those times you do need to pass another vehicle, you'll ហើយដល់ចំណុចបន្ទាប់គឺយើងនឹងមានជាសំណួរវិភាសាផងដែរហើយនៅក្នុងនោះយើងក៏ត្រូវការដំណោះស្រាយពីអ្នកទាំងអស់គ្នាផងដែរថាតើត្រូវធ្វើដូចម្តេចដើម្បីធ្វើការវ៉ាជែងដោយសុវត្ថិភាពហើយនៅក្នុងនោះយើងមានគន្លឹះសំខាន់ៗ3ធ្វើការវ៉ាជែងនៅកន្លែងដែលមិនអាចមើលផ្លូវច្បាស់ដូចជាផ្លូវត្រង់ដែលគ្មានយានយន្តបោកសម្ដៅមកអ្នកប្រើសញ្ញាបត្ររបស់អ្នកឲ្យបានមុនហើយពិនិត្យមើលកញ្ចក់និងចំណុចមើលមិនឃើញរបស់អ្នកមុនពេលអ្នកបើកវ៉ាជែងកុំបើកវ៉ាជែងនៅលើផ្លូវកោងដែលមើលមិនឃើញក្រោមអាកាសធាតុមិនល្អឬនៅលើផ្លូវដែលហាមការចែង
ហើយបន្ទាប់ទៀតយើងក៏មានជាការហូតឲ្យកម្រងសំណួរឲ្យអ្នកធ្វើការជ្រើសរើសត្រូវឬក៏មិនត្រឹមត្រូវចឹងយើងមាន5សំណួរគឺសំណួរទី1ការវាចែងនៅលើផ្លូវកោងដែលមើលមិនឃើញគឺមានសុវត្ថិភាពប្រសិនបើគ្មានរថយន្តនៅខាងមុខសំណួរនេះមិនត្រឹមត្រូវទេសំណួរទី2អ្នកគួរតែផ្ដល់សញ្ញាគ្រប់ពេលមុនពេលអ្នកបើកវ៉ាចេញសំណួរនេះគឺត្រឹមត្រូវសំណួរទី3ការវ៉ាចេញគឺមានសុវត្ថិភាពប្រសិនបើអ្នកមានការបន្ទាន់សំណួរនេះមិនត្រឹមត្រូវទេសំណួរទី4អ្នកគួរតែធ្វើការវ៉ាចេញនៅពេលដែលផ្លូវខាងមុខស្រឡះល្អសំណួរនេះគឺត្រឹមត្រូវសំណួរចុងក្រោយការវ៉ាចេញដែលមិនមានសុវត្ថិភាពគឺជាបទល្មើសចរាចរណ៍កម្រិតស្រាលសំណួរនេះគឺមិនត្រឹមត្រូវទេហើយយើងក៏បានដល់ទីបញ្ចប់នៅក្នុងមេរៀនទី5នេះផងដែរខ្ញុំមុនបញ្ចប់ខ្ញុំចង់និយាយប្រាប់អ្នកនរគ្នាតកតងទៅនឹងការវាយចែងនិងដើម្បីធានាសុវត្ថិភាពឲ្យមានសុវត្ថិភាពទាំងអស់គ្នាការផ្ដោតអារម្មណ៍លើយានយន្តដែលនៅពីក្រោយនិងឧបសគ្គនានានៅជុំវិញខ្លួនដែលការយកចិត្តទុកដាក់គឺជាវិធីសាមញ្ញបំផុតតាមរយៈការលុបបំបាត់ការរំខានដើម្បីធានាថាអ្នកគ្រប់គ្នាបានទៅដល់ផ្ទះដោយសុវត្ថិភាពហើយមេរៀនទី5របស់យើងចប់ត្រឹមនេះហើយអរគុណអ្នកនរគ្នា